លេខគេនិយាយថាកំពង់ចាមឲ្យតែចូលឆ្នាំគឺភ្ញៀវទេសចរតែងតែបានលេខ1លេខ2លេខ3រហូតអត់ដែលធ្លាក់ដល់លេខ5ខ្ញុំមានជឿណាពេលទៅដល់ផ្ទាល់ម៉ែអើយមនុស្សច្រើនបោះគេមែនច្រើនខ្លាំងមែនតើបងប្អូនអរគ្នាអានេះពេលព្រឹកឯងម៉ោង8ព្រឹកថ្ងៃព្រោះដោយសារថ្ងៃទី2គេតាំងលេខ5អញ្ចឹងមុននឹងតាំងលេខ5គឺមានអភិបាលខេត្តគាត់មកចូលរួមនៅក្នុងការនិយាយអីសិនអញ្ចឹងណាព្រោះដោយសារឆ្នាំមុនហ្នឹង3តោនតែកន្លះម៉ោងអស់ទាំងអស់គ្នាជឿអត់ថាឆ្នាំហ្នឹង5តោនតែ15នាទីអស់លេងមកប្រហែលជាគេមានការតាំងលេខ5ហ្នឹងប្រហែលជា2តង់មកទៅព្រោះដោយសារខ្ញុំមកតង់ទី1ព្រោះដោយសារផ្ទះខ្ញុំនៅចិត្តនឹងស្រាប់អញ្ចឹងខ្ញុំដើរមកទេហើយមកដល់គឺខ្ញុំបានតែ3គ្រាប់ឲ្យគាត់យកអត់តន់គេទេយកឈ្នះគេទេតែប៉ុន្តែខ្ញុំនៅចិត្តខ្ញុំខ្ជិលមកពីពេលព្រឹកហើយពេលហ្នឹងពេលថ្ងៃគឺចំពេលមេឃកំពុងក្តៅល្អខ្លាំងមែនទែនជាមួយលេខ5ពេលញ៉ាំទៅឆ្ងាញ់ខ្លាំងមែនទែនហើយបច្ចៈមិនមែនតែលេខ5មួយទេគឺមកដល់ខេត្តកំពង់ចាមមានរបស់ free ច្រើនមែនទែនមានទាំងពោតមានទាំងសមមានទាំងអាកោមានទាំងទឹកសុទ្ធ free អីផ្សេងទៀតច្រើនចឹងបងប្អូនគាត់មកគឺគាត់យកបាយវិចបាយមកបន្ថែមមកទៀតហើយគាត់ឯងញ៉ាំមួយលេខ5បានទៀតហើយបបែងឆ្នាំហ្នឹងគឺ1200ម៉ែត្រឬក៏300ម៉ែត្រខ្ញុំភ្លេចបាត់ហើយនេះប៉ុន្តែគេតាំងចំនួន5តោនហើយនេះម៉ោងប្រហែលជាម៉ាត់បណ្ដោះពេលដែលខ្ញុំដើរត្រឡប់មកវិញមនុស្សច្រើនមែនតើមានចាប់ផ្ដើមច្រើនតាំងពីពេលព្រឹកទៅហ្មងហើយរហូតដល់ពេលថ្ងៃនេះម៉ោង1ថ្ងៃបងប្អូនម៉ោង1ថ្ងៃនោះគ្នាចាប់ដើមលេងយកហ្មងលេងរហូតដល់យប់ហើយនេះស្ទះខ្លាំងណាស់មិនមែនផ្លូវស្លាកហេតុទេនេះផ្លូវខាងផ្លូវជាលេងប៉ចាស់មនុស្សស្ទះពេកខ្ញុំចូលក្នុងស្លាកហេតុចូលអត់ដល់ទេគួរអីមនុស្សច្រើនពេកទាំងអស់គ្នាហើយមានអ្នកមកលេងច្រើនទេមានទាំងពោតប៉ែបៃលិនកំពង់ចាមបងឃុំព្រៃវែងសៀមរាបក៏មានដែរមានអ្នកពេញក៏មកច្រើនខ្លាំងមែនតើអញ្ចឹងឆ្នាំក្រោយទាំងអស់គ្នាអាចមកលេងបានខ្ញុំធានាថាមកដល់អត់តន់ឯលះទោះបីជាអត់តន់ក៏នៅមានលក់ដែរថ្ងៃចូលឆ្នាំហ្នឹងហើយបងប្អូនក៏លេងសប្បាយមែនតើមានគ្រប់ប្រភេទមានទាំង Power Ranger មានទាំង LAN មានទាំងLAN Tourist ដែលគេកាត់សល់តែខ្លួនហ្នឹងហើយដើម្បីឲ្យនេះមានការរងកំសាន្តពេលយប់ពេលល្ងាចហើយពួកគាត់ friendly ខ្លាំងមែនតើមានប្រកាន់គ្នាអីទេគឺលេងសប្បាយទាំងអស់គ្នាហើយនេះថ្ងៃទី2ចាំមើលថ្ងៃទី3ទាំងអស់គ្នាហើយឆ្នាំក្រោយសង្ឃឹមថាមកលេងទាំងអស់គ្នាបាយ